បាទសូមគោរពសួស្តីបងប្អូនទាំងអស់គ្នាទស្សនភាពនេះគឺខ្ញុំថតអំឡុងបុណ្យកឋិនថ្ងៃទី11ខែ10ឆ្នាំ2025នៅវត្តអង្គតាយោមុនីគង្គាឬបងប្អូនតែងតែហៅឈ្មោះថាវត្តតាយោគ្នានេះជាទស្សនភាពដែលយើងធ្វើដំណើរទៅប៉ុន្តែការធ្វើដំណើរទៀតសោតគឺយើងមិនអាចធ្វើដំណើរតាមម៉ូតូរថយន្តបានទេដោយសារតែខែនេះជាខែទឹកអញ្ចឹងយើងត្រូវផ្ញើម៉ូតូពីចំណុចដីគោករួចហើយយើងរកទូកជួលជិះលោកបានជួលទូកនិងលោកក៏មានទូកជាច្រើនសម្រាប់ដឹកពុទ្ធបរិស័ទទៅធ្វើបុណ្យអញ្ចឹងខ្ញុំសូមរៀបរាប់បន្តិចហើយសូមឲ្យបងប្អូនជួយពេលដែលមានពិធីបុណ្យកឋិននៅវត្តនេះសូមជួយទៅចូលរួមឲ្យបានច្រើនកកកដោយសារតែវត្តនេះនៅដាច់ស្រយាលពីគេហើយគឺពោពេញទៅដោយលិចទឹកគ្រប់កន្លែងទាំងអស់នៅតែក្នុងវត្តទេដែលមានទួលមិនលិចទឹកក្រៅពីកន្លែងនោះគឺផ្ទះប្រជាជនគឺលិចអស់ហើយឥឡូវពួកខ្ញុំគឺនាំបានយកទីងមងជាច្រើនហើយម្សិលមិញហ្នឹងក៏ខ្ញុំបានយកទីងមងជាច្រើនទៅដែរថ្ងៃនេះយកតែមួយទាំងអស់គ្នាឥឡូវគ្នាខ្ញុំជាច្រើននិងពុទ្ធបរិស័ទដែលធ្វើបុណ្យក៏ពួកគាត់ចាប់ផ្ដើមឡើងទូកធ្វើដំណើរទៅយ៉ាងសប្បាយរីករាយបាទឥឡូវកុំឲ្យខាតពេលខាតវេលាយូរសូមបងប្អូនទស្សនាសាច់វីដេអូពេញក្រោយពីពួកយើងទាំងអស់គ្នាបានដឹកទីងមងតម្រង់ទៅវត្តអង្គតាយោនៃពិធីបុណ្យកឋិនទាន
បើអ៊ំយាយគាត់ចេញពីវត្តវិញឥឡូវគាត់យាយទូអ្នកនៅសត្វយោទៅចាស់ទាំងក្មេងមិនថាស្រីថាប្រុសទេអស់នេះគឺជំនាញខាងបើកទូកហើយឥឡូវអ៊ំទូកស្មាច់ចាប់ដើមគាត់វ័យចំណាស់ហើយនៅអស់នេះតែគាត់អាចបើកទូកទៅដល់ជំនាញដែរហើយជាមួយអ៊ំស្រីគាត់ហើយគាត់ជែវយាយទៅយកសើអ៊ំទៀតយកកណាត់ចេញពីលើទូកសិនហើយឥឡូវចាប់ដល់ទាញខ្សែទូកម៉ាស៊ីនសាំងយើងហ្នឹងអូមួយពីរអូឥឡូវនិយាយប្រើមកនេះហើយតម្លាក់ម៉ាស៊ីនហើយចាអូចាដល់អូប៉ុណ្ណឹងដល់ផ្ទះហើយក្មេងៗសុំចាញ់ខ្ញុំមកផ្ទះបើកទូដល់គ្នាបាទអូអ្នកខាងនោះក៏លឿនដល់គ្នាលឿនទេយ៉ាត់ទៅលឿនទេកុំលឿនពេកនិយាយគាត់ចេញទូកហើយយើងនេះលឿនទៀតកើតទេប៉ះគ្នាណាបាទទូនេះប៉ះស្កើតមកបាទនោះនេះទូកមកបន្តទុយគ្នាតែដល់ហើយទៅបាសស្កើតហើយនៅខាងនេះអូកាត់ហ្មង My God នេះនៅខាងប្រាសាទអង្គរយោនៅស្រុកស្អាតដល់រកខាងចាំទូកចាំទឹកភ្ញៀវច្រើនបាទឥឡូវត្រៀមចេញទៅហើយចេញទៅហើយហើយដល់សម្លេងទូកដល់អស់នេះត្រៀមមកstop rồi đó rồi trái tập po quanh nó và tu nút thông nữa đập ban tràn đập bờ sắt bị quạt cho tới tràn mà chạy hiên chứ đâu nơi cái này bật bộ phải slide nhá nơi cái này bật bộ phải slide nhá chỉ phải năng tới tu cái chứ thế bên đấy chừng ngày bây giờ là máu đó cái đặt thêm ban tràn mà phơi này tràn tập đẹp thế nào thế và tu chứ đâu đi đâu đó chỉ mình đây ai bắt code tôi làm sao đâu không phi đeo vào thôi và cho bọn này còn lại một tiệm nào thì tiệm này rồi ta còn nắng rồi có chạy nhà đi chạy nhà long tới từ thay chỉ to thôi chứ được long tới trong bị chặt tới và như dây chạy con 100 này còn lại nhờ 1-2 នេះដើម្បីឡើងទូកត្រឡប់ទៅផ្ទះវិញណាដោយសារតែខិនចប់ហើយអានេះម៉ោងចិត្តមកម៉ោង 1 ហេតុ3 ជុំវិហាររួចទេឡើងលើទូកវិញទៅដំណើរត្រឡប់ទៅនេះបាយហើយទៅហើយទូកមានទាំងអស់លោកម៉ៅមកដល់ដល់ត្រូវបាទនោះទៅនោះមានបែ
បែងចែកគ្នាតាមតែថ្មីទៅណាបាទទៅធ្វើខ្លែងទៅវត្តទៅធ្វើអស័យទៅណាបែងចែកគ្នាបាទនេះទឹកលិចអស់ហើយអ្នកនរទឹកលិចនៅជុំវិញវត្តនេះយើងផ្លូវទៅជុំវិញវត្តណាបាទនេះលិចដល់ហើយទឹកលិចនៅតែផ្លូវបាទផ្ទះនេះតោះពុះនេះតែនៅផ្ទះស្អាតស្អាតដល់ហើយបាទทางสะอางនៅទៅស្អាងគឺចឹងដែរ In 400 meters, turn left. បាទចាំមួយគឺមានទូបាទនោះចាយផ្លុំបាទខ្ញុំតែមកដល់នេះលេខគាត់បាទយើងគ្រប់ផ្ទះទាំងអស់នេះផ្លូវដល់នេះផ្លូវនេះគឺយើងជិះកាលមុនយើងជិះកាត់ទៅខាងអ្នកលឿងជិះកាត់តាមផ្លូវហ្នឹងតែឥឡូវលេខអស់អូប្រៃស្អាតណាស់គ្នាបាទលេខអស់លេខហើយបងផ្ទះមេប្រយ័ត្នតិចចាដល់ស្អាតតាហើយបាទនេះខ្លោចស្ពីវត្តចូលមកជំនាញទៀតវត្តអង្គតយោហៅវត្តមុនីគង្គគាត្រូវឈ្មោះវត្តមុនីគង្គគាខុសទេឈ្មោះវត្តមុនីគង្គគាត្រូវគង្គគាបាទវត្តអូណ៎ទឹកខ្លាទឹកក្នុងមួយនេះទឹកមួយត្រជាក់ណាអូមាន់ឡើងលើគោកអស់ហើយមាន់ឡាចុះមកកាមេរ៉ាគេថតប្រច្រាស់ថ្ងៃច្បាស់ទៀតណាមកដល់ទេកាហ្វេលើទឹកហ្នឹងកាហ្វេលើទឹកស្អាតមែនទេបឹងកាហ្វេ logo បឹងកាហ្វេអូ